នៅបបាប៉ុណ្ណាដល់បបាអញ្ចឹងតម្រាំតបានកើតជាប្រាសាទលោកថាទេអញខំធ្វើហត់ណាអញ្ចឹងហើយបើឲ្យវិនិច្ឆ័យធម្មតាមិនកើតទេលោកដាក់បដាសាជាមួយនឹងកសាងហើយដាក់ពោជ័យជាមួយដាក់បដាសាជាមួយហើយបដាសាហ្នឹងទេព្រះអង្គចេះតែថាទេយើងទៅមើលតាមសិលាចារឹករបស់ប្រាសាទដែលមានសូមដាក់បណ្ដាសាអ្នកណាដែលបំផ្លាញប្រាសាទអ្នកណាដែលរុករៀនទន្ទ្រានប្រាសាទឲ្យវិញចេះឲ្យវិញចុះមកមិនចង់និយាយចំទេបណ្ដាសាហ្នឹងក៏អក្រក់អក្រិយណាស់ដែរប៉ុន្តែដាក់ចុះដោះឡើងវាអត់ត្រូវអ្នកឆ្ងាយវាត្រូវកូនចៅគាត់ហ្នឹងគៀបថ្មិញគៀបអីនោះណាប្រភពឡើងមុនឡើងអីទៅនាំគ្នាទៅអីលៀបដើម្បីបាត់មុនបាត់អីចឹងដែរហ្នឹងអាហ្នឹងគឺថាគ្រប់គ្នាមិនទាន់អស់ចង់ស្អាតនោះទេអស់ចង់បាននៅពណ៌សម្បុរល្អនោះទេទៅព្រះអង្គថាកាលណាមានអាយុហើយឲ្យមានពណ៌សម្បុរផងបន្ទាប់មកទៀតព្រះអង្គនឹកឃើញថាពណ៌សម្បុរមានហើយប៉ុន្តែបើខ្វះមួយយ៉ាងទៀតនោះក៏សត្វលោកប្រព្រឹត្តទៅមិនស្រួលដែរគឺសុខៈណាសេចក្តីសុខណាអញ្ចឹងមិនព្រះអង្គប្រទានពរមួយទៀតគឺសុខៈណាឲ្យមានសេចក្តីសុខផ្លូវកាយឲ្យមានសេចក្តីសុខផ្លូវចិត្តនោះព្រះអង្គឥឡូវលោកឧទាហរណ៍ទៅយោថាអាយុមានហើយអត់ទាន់ស្លាប់តែណាទេរូបសម្បត្តិនោះក៏ល្អណាស់ទៀតប៉ុន្តែបើអត់មានសេចក្តីសុខដែលកើតឡើងពីផ្លូវកាយនិងចិត្តទេតើជីវិតនឹងប្រព្រឹត្តទៅល្អទេលក្ខហ្នឹងឯងដែលសំដៅលើកម្លាំងណែដែលយើងមកអង្គុយទីនេះបានណាអាស្រ័យកម្លាំងណាអត់មានកម្លាំងអង្គុយបានទេកម្លាំងនេះដែលហើយទៅសំបីតែទំពាអាហារក៏អាស្រ័យកម្លាំងដែរបើគ្មានកម្លាំងទេពិសាអាហារមិនបានទេត្រូវការគេបញ្ច្រកត្រូវការគេចោះគេបញ្ចូលហើយអញ្ចឹងគឺថាពរដែលព្រះដែលមានពភាកព្រះអង្គប្រទាននេះគឺថាពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលកើតមានដល់អ្នកដែលមានសេចក្តីគោរពកោតក្រែងអ្នកគោរពអោនកាយថ្វាយបង្គំដល់ព្រះរតនត្រ័យជាប្រកដីនិងអ្នកដែលមានសេចក្តីចម្រើនដោយគុណមានសីលគុណជាដើមឬដែលចម្រើនដោយវ័យគឺចាស់ព្រឹទ្ធាចារ្យណាអញ្ចឹងនិយាយពីពរគឺពរមានអញ្ចឹងណាមិនមែនថាការឲ្យពរការជូនពរនេះគឺថាមិនមែនអត់ប្រយោជន៍អីទេគឺថាមានអញ្ចឹងបើអញ្ចឹងមិនមែនណែបណ្ឌិតពីដើមលោកសុំពរទេព្រះអានន្ទមុននឹងបានគាល់បំរើជាពុទ្ធឧបថៈរបស់ព្រះដែលមានពភាករមែងសុំពរអំពីព្រះដែលមានពភាកជាមុនសិនអគ្គមហាបាសិកាលោកយាយវិសាខារមែងមុននឹងថ្វាយទៀនចំពោះព្រះដែលមានពភាកហើយសុំពរអំពីព្រះដែលមានពភាកសិនណាមេដារបស់ព្រះបាទស្រីវេស្សន្តរមុនមកចុះចបដិសន្ធិជាអគ្គមហេសីនៃព្រះបាទស្រីសង្ជ័យសុំពរ10ប្រការអំពីសកទេវរាជសិនណែអញ្ចឹងកាលណាបើពរមានអាកាសផ្ដិចផ្ដាសានោះក៏មានដែរឥឡូវក្រែងលោយើងវាអត់អីធ្វើអំណះអំណាងខ្ញុំកណាលើកយកនិទានកថាមួយមកជាទីអាងយើងដែលស្គាល់ដែលស្ដាប់រឿងព្រះបាទទិបវង្សទេហ៎ព្រះបាទទិបវង្សនឹងដំណាលនិទានបែបនេះសម័យមួយមានឥសីមួយអង្គ
លោកចម្រើនមេត្តាភាវនាឲ្យប្រកាន់ដោយពាក្យសត្យារហូតដល់បាននៅប្រអស់ទឹកឬយើងសន្មត់ថាជាអេសីមាត់ទឹកមកថ្ងៃមួយព្រះអេសីលោកចូលមកចង្ក្រមភាវនាក្នុងទីព្រៃដែលសំគួរហើយក៏ចូលនៅសមាបត្តិទៅដល់តែគាត់ចូលសមាបត្តិគប់ជួនអីថ្ងៃនោះព្រះរាជាក្នុងនគរលោកធ្វើនៅយាត្រាជុហយាត្រាគេថាទៅកសាលព្រៃប្រកបដោយចតុរង្គសេនាមានសេនាសេះសេនាដំរីសេនាថ្មើរជើងសេនារត់ធ្វើដំណើរទៅកសាលព្រៃជួនជាចែកដន់អីផ្លូវដែលព្រះរាជាធ្វើដំណើរនោះទៅកាត់ទីដែលឥសីកំពុងតែចូលនៅសមាបត្តិសត្វសេះដំរីទាំងឡាយកាលណាពាល់ត្រូវនៅធម្មសញ្ញាដែលលោកអ្នកមានគុណធម៌កំពុងតាំងនៅចំពោះមុខមិនហ៊ានធ្វើដំណើរទៅទៀតឈប់ទាំងអស់ព្រះរាជាឆ្ងល់ថាទេខាងមុខនោះមានស្អីបានជាសេះជាដំរីនាយសារថីវត្តវាយយ៉ាងណាក៏មិនធ្វើដំណើរទៅមុខចេះតែរាថយក្រោយប្រើរាជបំរើទៅរាជបំរើធ្វើដំណើរទៅខាងមុខឃើញព្រះតបោះកំពុងតែចូលនៅឈានសមាបត្តិណារត់មកក្រាបទូលព្រះរាជាវិញថាបបិទ្ធព្រះមហារាជខាងមុខមាននៅលោកតបោះឥសីកំពុងតែអង្គុយប្រណិប័តធម៌nên chân tới bộ sạch bộ xe đầm rây nước bài khai nơi lục tập bò nâng ai bạn đời mình hiên thưa đầm nào tới một ngô bởi chia trăm con tha ơn chân này anh từ prap tập bò hỏi xây nâng tư thầy dương sẽ đặt phèn đây nó thưa đầm nào cắt lời nâng ở crowd tranh tư đầm bầy ở buôn chả trong cả sen na dương thưa đầm nào tới một tiền xây để lô cùng pung ra châu nơi